đầm răng nôm bong đó nghe chia đắt hai men tê bong chẳng đằng khăng á nè bong ôn ơi tràn nè có tam xuân niên nhom tăng bị tiktok rồi hốt đọc page rồi hốt đọc cho telegram niên nhomตัวอะไรนี้niên nhomเพียบตีแล้วนะบองปอนเนี่ยได้ซาตายก็สู้เฉินไปชีวิตเซ็กก็จังบานทนำniên nhomนึ่งบองปอนตามปะเต้ทนำเดี๋ยวนิงขยมเล็บนั่งไงเหมือนเมนจัดอักระเต้บองปอนกับปะเต้เป็ดเอาเล็บหมอไงบุญดองนั่งไงบองปอนนิงขยมอักระชื่อบองปอนสัวทานิงขยมชื่อโดยแบบได้บัดดังทาเมรกขนมผลับนมบองปอนคือนิงขยมชื่อตะโบงนั่งแหละขณะนมตัวนมชื่อนมมาแหละขณะกะไฮเต้จ้านิงขยมตุกจูเป็ดบุญแผมชนะบัดนิงขยมสตูเตอร์โดยซาตายนิงขยมนมเชียมะบัดนิงขยมสตูเตอร์ให้นิงขยมเมื่อบุญดำหนักการตีมวยคือเกสแกนจ้าก็โดยจะเธอแต่เชียมปลอมแปลงตึกโนมเคยนิ่งขนมนั่นไงเมียนเมรุสัตว์ในขนมโรโนมนั่นก็โดยจะเมียนเมรุขนมผลักโนมจ้าเก็บเชียบาปะโฮตึกโนมเอาให้เกเอาทนำเลี้ยงขนมเล็บใบอัดตัดจ้าใบอัดตัดบัดให้เติมบัดต่อตีได้บางคนกินเมื่อต่อตีได้กินดักทนำเซนตีได้นะบางคนประตอบเมาส์ใบอัดตัดถอยเมาส์យើងអស់ហ่ะទៅទៀតចាហើយគេមើលទៀតហើយគេដាក់ថ្នាំមួយតង់ទៀត2អាទិត្យចារហូតដល់តង់ទី4ដែលនាងខ្ញុំថាជាដាច់ហ្នឹង2អាទិត្យទៀតចាដាច់តែម្ដងហើយបងប្អូនតាមសួរថាដាច់មែនអីបងប្អូនឥឡូវនេះនាងខ្ញុំខាន់លេបថ្នាំប្រហែលជាកន្លះខែហើយនាងខ្ញុំអត់ដែរឈឺអីទេក៏ប៉ុន្តែនាងខ្ញុំធ្វើតាមពេទ្យហ្នឹងនាងខ្ញុំធ្លាប់និយាយច្រើនដងហើយបងប្អូនគឺហាមផឹកកាហ្វេហាមហូបស្រាហាមហូបផ្អកប្រហុកឆៅអីហ្នឹងរបស់ប្រៃរបស់ផ្អែមរបស់ជូរអីហ្នឹងហាមផ្ដាច់គឺហូបលក្ខណៈសាឡេតទេបងប្អូនបន្លែធម្មជាតិឲ្យបានច្រើនគ្រប់ពណ៌ហូបទឹកឲ្យបានគ្រប់នៅពេលដែលគុណត្រូវតែជុះអត់មានកឹបទេបងប្អូនចាហើយកុំអង្គុយយូរពេកចាហើយកុំធ្វើការលក្ខណៈដូចថាហាត់ប្រាណដូចគេជាបងប្អូនដើរល្មមសិនបានហើយដោយសារតែយើងឈឺចានិយាយចំបងប្អូនបដូររបបអាហារនាងខ្ញុំបដូររបបអាហារពីមុននាងខ្ញុំចូលចិត្តលក្ខណៈដុតណាបងប្អូនចាឥឡូវនេះមិនសូវដុតទេដោយសារតែនាងខ្ញុំហូបមួយបន្លែចាប៉ុណ្ណឹងល្មមមន្ទីរពេទ្យឲ្យហូបចាបើសិនជាលក្ខណៈផ្អកប្រហុកអីដុតផ្អាក់សិនបងប្អូនជាពិសេសកាហ្វេស្រាអីហ្នឹងចាបងប្អូនហូបតែបន្លែលក្ខណៈសាបល្មមហើយធ្វើការកុំធ្ងន់ពេកហើយកុំគិតច្រើនពេកណានៅពេលដែលបងប្អូនគិតច្រើនបងប្អូនអត់ជាទេអញ្ចឹងឥឡូវនេះបងប្អូនចង់បានពេទ្យនាងខ្ញុំនឹងបង្ហាញដោយសារតែនាងខ្ញុំទៅពេលគឺទី1ពេទ្យផ្កាយ5ដោយសារតែពេលហ្នឹងខូបកំណត់សិង្ហបុរីនាងខ្ញុំឈឺដល់ជួសជិញឈាមអីនាងខ្ញុំភ័យក៏ចូលផ្កាយ5ហ្នឹងទៅហើយថ្លៃពេកដល់ពេលទៅទី2ទី3ទី4ទៀតហ្នឹងនាងខ្ញុំចូលលក្ខណៈគ្រួសារហ្នឹងមិនចេះតែទទួលទេដល់តែបងប្អូនមានឯកសារណាបងប្អូនណាហេងដំរងនោមបងហ្នឹងជាដាច់ហើយមែនទេបងចង់ដឹកខ្លាំងណាបងប្អូនអើយច្រើនណាស់ក៏តាមសួរនាងខ្ញុំតាំងពី TikTok រហូតដល់ page រហូតដល់ចូល Telegram នាងខ្ញុំផ្ទាល់ឥឡូវនេះនាងខ្ញុំប្រាប់ទៀតណាបងប្អូនណាដោយសារតែគាត់សួរច្រើនពេកជាពិសេសគាត់ចង់បានថ្នាំនាងខ្ញុំហ្នឹងបងប្អូនតាមពិតទៅថ្នាំដែលនាងខ្ញុំលេបហ្នឹងមិនមែនចិត្តអាក្រក់ទេបងប្អូនក៏ប៉ុន្តែពេទ្យឲ្យលេបមកអស់ហ្មងណា4ដងហ្នឹងបងប្អូននាងខ្ញុំអាការៈឈឺបងប្អូនសួរថានាងខ្ញុំឈឺដោយបាត់ដឹងថាមេរោគក្នុងផ្លប់នោមបងប្អូនគឺនាងខ្ញុំឈឺដំបូងហ្នឹងលក្ខណៈនោមទាស់នោមឈឺនោមមកលក្ខណៈកាហាយទេចានាងខ្ញុំទុកយូរពេក4-5ឆ្នាំបាទនាងខ្ញុំស្ទុះទៅដោយសារតែនាងខ្ញុំនោមចេញឈាមបាទនាងខ្ញុំស្ទុះទៅហើយនាងខ្ញុំមើល4ដំណាក់ការទី1គឺគេស្កេនចាក៏ដូចជាធ្វើតេស្តឈាមព្រមទាំងទឹកនោមឃើញនាងខ្ញុំហ្នឹងមានមេរោគផ្សិតនៅក្នុងរនោមហ្នឹងក៏ដូចជាមានមេរោគក្នុងផ្លប់នោមចាគេព្យាបាលបហូរទឹកនោមអស់ហើយគេឲ្យថ្នាំនាងខ្ញុំលេប3អាទិត្យចា3អាទិត្យបាត់ហើយទៅបន្តទៀតហើយបងប្អូនគេមើលតទៀតហើយគេដាក់ថ្នាំផ្សេងទៀតហើយណាបងប្អូនបន្ទាប់មក3អាទិត្យក្រោយមកយើងអស់ហ่ะទៅទៀតចាហើយគេមើលទៀតហើយគេដាក់ថ្នាំមួយតង់ទៀត2អាទិត្យចារហូតដល់តង់ទី4ដែលនាងខ្ញុំថាជាដាច់ហ្នឹង2អាទិត្យទៀតចាដាច់តែម្ដងហើយបងប្អូនតាមសួរថាដាច់មែនអីបងប្អូនឥឡូវនេះនាងខ្ញុំខាន់លេបថ្នាំប្រហែលជាកន្លះខែហើយនាងខ្ញុំអត់ដែរឈឺអីទេក៏ប៉ុន្តែនាងខ្ញុំធ្វើតាមពេទ្យហ្នឹងនាងខ្ញុំធ្លាប់និយាយច្រើនដងហើយបងប្អូនគឺហាមផឹកកាហ្វេហាមហូបស្រាហាមហូបផ្អកប្រហុកឆៅអីហ្នឹងរបស់ប្រៃរបស់ផ្អែមរបស់ជូរអីហ្នឹងហាមផ្ដាច់
គឺហូបលក្ខណៈសឡេតទេបងប្អូនបន្លែធម្មជាតិឲ្យបានច្រើនគ្រប់ពណ៌ហូបទឹកឲ្យបានគ្រប់នៅពេលដែលគុណត្រូវតែជុះអត់មានកឹបទេបងប្អូនចាហើយកុំអង្គុយយូរពេកចាហើយកុំធ្វើការលក្ខណៈដូចថាហាត់ប្រាណដូចគេជាបងប្អូនដើរល្មមសិនបានហើយដោយសារតែយើងឈឺចានិយាយចំបងប្អូនបដូររបបអាហារនាងខ្ញុំបដូររបបអាហារពីមុននាងខ្ញុំចូលចិត្តលក្ខណៈដុតណាបងប្អូនចាឥឡូវនេះមិនសូវដុតទេដោយសារតែនាងខ្ញុំហូបមួយបន្លែចាប៉ុណ្ណឹងល្មមមន្ទីរពេទ្យឲ្យហូបចាបើសិនជាលក្ខណៈផ្អកប្រហុកអីដុតផ្អាក់សិនបងប្អូនជាពិសេសកាហ្វេស្រាអីហ្នឹងចាបងប្អូនហូបតែបន្លែលក្ខណៈសាប់ល្មមហើយធ្វើការកុំធ្ងន់ពេកហើយកុំគិតច្រើនពេកណានៅពេលដែលបងប្អូនគិតច្រើនបងប្អូនអត់ជាទេអញ្ចឹងឥឡូវនេះបងប្អូនចង់បានពេទ្យនាងខ្ញុំនឹងបង្ហាញដោយសារតែនាងខ្ញុំទៅពេលគឺទី1ពេទ្យផ្កាយ5ដោយសារតែពេលហ្នឹងខូបកំណត់សិង្ហបុរីនាងខ្ញុំឈឺដល់ជួសជិញឈាមអីនាងខ្ញុំភ័យក៏ចូលផ្កាយ5ហ្នឹងទៅហើយថ្លៃពេកដល់ពេលទៅទី2ទី3ទី4ទៀតហ្នឹងនាងខ្ញុំចូលលក្ខណៈគ្រួសារហ្នឹងមិនចេះតែទទួលទេដល់តែបងប្អូនមានឯកសារណាបងប្អូនណាហេង